Bogota master very dangerous to them because they know how to fight. One against two or one against five. They kill that people first. So that I was almost died 3 times. ល្បុក្កតោគឺជាក្បាច់គុនបុរាណខ្មែរដ៏សំខាន់នៃអាណាចក្រអង្គរដែលស្ទើរតែវិនាសសាបសូន្យក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតគុនល្បុក្កតោនេះត្រូវបានគេយកមកធ្វើជាប្រធានបទសំខាន់ក្នុងភាពយន្តឯកសារមួយដែលមានចំណងជើងថា Surviving Bogota អ្នកផលិតភាពយន្តជនជាតិកាណាដាលោក Mark Boxler និងអ្នកស្រី Sandra Luba បានធ្វើដំណើរទៅប្រទេសកម្ពុជានៅឆ្នាំ2010ហើយពួកគេបានជួបគ្រូធំល្បុក្កតោដែលរស់រានមានជីវិតពីរបបខ្មែរក្រហមគឺលោកតាសានកឹមសៀនដែលលោកស្រមៃចង់ធ្វើឲ្យក្បាច់គុនបុរាណខ្មែរដ៏អស្ចារ្យនេះរស់ឡើងវិញ78ឆ្នាំក្រោយមកភាពយន្តនេះត្រូវបានចាក់បញ្ចាំងនៅតាមមហោស្រពភាពយន្តនានានៅក្នុងប្រទេសកម្ពុជាកាណាដានិងសហរដ្ឋអាមេរិកកាលពីថ្ងៃទី9ខែវិច្ឆិកាខណៈពេលដែលលោក Mark Boxler និងក្រុមការងារនាំយកភាពយន្តឯកសារ Surviving Bogota ទៅចាក់បញ្ចាំងនៅទីក្រុង Philadelphia រដ្ឋ Pennsylvania លោកបានឆ្លៀតពេលចូលមកបន្ទប់ផ្សាយរបស់ VOA ក្នុងរដ្ឋធានី Washington ដើម្បីជជែកជាមួយខ្ញុំបាទចាបចត្រាអំពីដំណើរនៃការផលិតភាពយន្តឯកសារ Surviving Bogota នេះលក្ខណៈពិសេសនៃគុនល្បុក្កតោនិងការរួមចំណែកនៃភាពយន្តឯកសារនេះនៅក្នុងវប្បធម៌ខ្មែរនិងប្រទេសកម្ពុជាទាំងមូលបាទសូមអរគុណលោកអ្នកដឹកនាំរឿង Mark Boxler ដែលបានចំណាយពេលវេលាមកបន្ទប់ផ្សាយរបស់ VOA ក្នុងរដ្ឋធានី Washington ដើម្បីពិភាក្សាអំពីភាពយន្តថ្មីរបស់លោកដែលមានចំណងជើងថា Surviving Bogota បាទអរគុណលោកចត្រាដែលបានផ្ដល់កិត្តិយសឲ្យខ្ញុំមកទីនេះខ្ញុំបានមើលរឿងនេះម្ដងហើយមានឈុតខ្លះសើឲ្យធ្វើខ្ញុំយំទៀតផងលោកពិតជាធ្វើបានល្អមែនទែនបាទអរគុណ So my first question សំណួរដំបូងរបស់ខ្ញុំគឺថាតើលោកបានគំនិតបង្កើតភាពយន្តនេះមកពីណាដែរ It wasn't really an idea. I mean, it was, to be honest with you, it was just responding to. បាទខ្ញុំមិនបានមានគំនិតឬមានគម្រោងទុកជាមុនទេតាមពិតទៅវាជាអ្វីដែលខ្ញុំមើលឃើញថាជាឱកាសល្អមួយដៃគូរបស់ខ្ញុំឈ្មោះ Sandra និងខ្ញុំចង់ទៅលេងប្រទេសកម្ពុជាយើងបានធ្វើការលើគម្រោងមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ខ្ញុំបានធំដឹងក្តីនៅក្បែរទីក្រុងតូរ៉ុនតូប្រទេសកាណាដាដែលសម្បូរទៅដោយវប្បធម៌ផ្សេងៗខ្ញុំពិតជាចាប់អារម្មណ៍និងស្រឡាញ់វប្បធម៌ណាស់យើងបានដឹងដោយចៃដន្យពីគុនល្បុក្កតោដែលពេលនោះកំពុងចាប់មានវត្តមានឡើងវិញយើងបានឃើញតាមការបង្ហោះមួយចំនួននៅក្នុង Facebook ហើយយើងបានដឹងអំពីលោកតាក្រមាមាសសានកឹមសៀនយើងក៏បានសម្រេចចិត្តថាពួកយើងគួរជួបគាត់យើងបានស្វែងយល់ពីរឿងរ៉ាវនិងប្រវត្តិរបស់គាត់យើងបានស្វែងយល់ពីគុនល្បុក្កតោគុនល្បុក្កតោជាផ្នែកមួយនៃអាណាចក្រអង្គរដោយមានគំនូសចម្លាក់ពីក្បាច់គុននេះនៅប្រាសាទអង្គរវត្តហើយប្រកាសណាស់យើងបានស្វែងយល់ប្រវត្តិសាស្ត្រតាក់ទងទៅនឹងខ្មែរក្រហមនិងការបំផ្លាញវប្បធម៌ដែលពលរដ្ឋខ្មែរបានជួបប្រទះនៅពេលនោះយើងមានអារម្មណ៍ថាវាជាមោទនភាពមួយរបស់ពួកយើងដែលអាចនិទានរឿងនេះប្រាប់គ្រប់គ្នាខ្ញុំនិយាយអញ្ចឹងមិនមែនមានន័យថាខ្ញុំត្រៀមចំណាយពេល5ឆ្នាំបង្កើតជាភាពយន្តនោះទេមែនតែនទៅខ្ញុំចំណាយពេល8ឆ្នាំទៅហើយថត5ឆ្នាំហើយកាត់ត3ឆ្នាំដំបូងយើងគ្រាន់តែចង់ធ្វើវីដេអូខ្លីៗដើម្បីផ្សព្វផ្សាយព័ត៌មានពីគុនល្បុក្កតោប៉ុន្តែនៅពេលដែលយើងបានជួបជាមួយលោកគ្រូតានិងសិស្សរបស់គាត់ពួកគេជាមនុស្សអស្ចារ្យមែនទែនមានកម្លាំងចិត្តខ្លាំងហើយរឿងរ៉ាវដែលអ្នកបានមើលនៅក្នុងភាពយន្តបន្តកើនច្រើនទៅវាក៏រីកចេញទៅជាសាច់រឿងដ៏សម្បើមមួយ It blossomed actually, you know. We were a great power. And Bogota technique, that is our weapon. We're going to bring back our culture. It's Bogota. We survive Bogota together in the team. So before we go to talking about how you approach the Grandmaster and the students, how much do បាទឥឡូវនេះមុននឹងនិយាយពីវិធីដែលលោកតាក់ទងនឹងលោកគ្រូតានិងសិស្សរបស់គាត់ខ្ញុំចង់សួរថាតើលោកគិតយ៉ាងណាចំពោះគុនល្បុក្កតោរបស់ខ្មែរនេះបាទ I'm not a martial artist to begin with. បាទខ្ញុំមិនមែនជាអ្នកហាត់ក្បាច់គុនអ្វីនោះទេដូចខ្ញុំបាននិយាយពីដើមអញ្ចឹង
ខ្ញុំជាអ្នកចូលចិត្តស្វែងយល់អំពីវប្បធម៌អ្វីដែលខ្ញុំបានស្វែងយល់ពីគុណរបស់កតោគឺថាវាត្រូវបានដកស្រង់ចេញពីរបៀបសត្វប្រយុទ្ធគ្នារបៀបពួកវាការពារខ្លួននិងជំហរទាំង12សម្រាប់ខ្ញុំវាជាក្បាច់គុណដ៏គួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែនពិភពលោកចាប់ផ្ដើមបាត់បង់ប្រពៃណីបែបនេះដែលមានតាំងពី 3000 ឆ្នាំមុនមកការបង្ហាញឲ្យឃើញនៅការរស់ឡើងវិញនៃក្បាច់គុណរបស់កតោសម្រាប់ខ្ញុំនិយាយឲ្យត្រង់ទៅវាជាឱកាសនិងមោទនភាពដ៏អស្ចារ្យមួយខ្ញុំចូលចិត្តមើលក្បាច់គុណរបស់កតោវាមានដើមកំណើតនៅក្នុងប្រពៃណីដ៏អស្ចារ្យមួយមានទាំងការរាំនិងសកម្មភាពផ្សេងៗច្រើនទៀតដែលអមជាមួយក្បាច់គុណនេះហើយយើងពិតជាមានមោទនភាពណាស់ដែលបន្តិចទៀតយើងនឹងមានអ្នកហាត់ក្បាច់គុណរបស់កតោផ្ទាល់គឺកញ្ញាសំថារតចូលរួមនៅក្នុងបទសម្ភាសន៍បន្ទាប់នេះត្រឡប់ទៅការទៅតាក់ទងលោកគ្រូតានិងសិស្សរបស់គាត់វិញតើលោកបង្ហាញគំនិតធ្វើភាពយន្តនេះដល់ពួកគេយ៉ាងដូចម្ដេចដើម្បីធ្វើឲ្យពួកគេទាំងអស់គ្នាយល់ព្រមចូលរួមដែរបាទ A bit of trickery. No. I had sustained actually an injury the day before. ខ្ញុំមានរបួសជើងខ្លាំងមួយថ្ងៃមុនខ្ញុំទៅជួបលោកគ្រូតានៅក្លឹបហាត់ក្បាច់គុណរបស់គាត់ដូច្នេះខ្ញុំពិបាកឡើងជណ្ដើរទៅក្លឹបរបស់គាត់ទៅកាន់ជាន់ទី2នៅពីលើការ៉ាសឡានមួយត្រូវឡើងជណ្ដើរខ្ពស់គួរសមបន្ទាប់មកខ្ញុំក៏បានចាប់ផ្ដើមថតភាពយន្តនេះនៅពេលបញ្ចប់ការប្រជុំដែលចំណាយពេល4ម៉ោងហើយខ្ញុំគិតថាពួកគេមើលឃើញពីការតាំងចិត្តរបស់យើងនៅក្នុងការបង្កើតភាពយន្តឯកសារនេះកុំភ្លេចថាពីដំបូងវាមិនមែនជាគម្រោងរយៈពេលវែងអញ្ចឹងនោះទេប្រកាសណាស់លោកគ្រូតាកំពុងព្យាយាមដើរស្វែងរកការចាប់អារម្មណ៍ឲ្យបានច្រើនទៅលើអ្វីដែលគាត់កំពុងធ្វើគឺស្វែងរកថវិកានិងស្វែងរកសិស្សថ្មីៗដូច្នេះគម្រោងនេះចេះតែបន្តរីកទៅហើយខ្ញុំធ្វើការទៅលើគម្រោងនេះស្ទើរតែរាល់ថ្ងៃក្នុងរយៈពេល7ខែដំបូងខ្ញុំទើបតែដឹងក្រោយមកថាពួកគេបាននិយាយថាអូពេលហ្នឹងមកទៀតហើយប៉ុន្តែក្រោយមកយើងបានក្លាយទៅជាគ្រួសារដ៏ស្និទ្ធស្នាលមួយវាគឺជាការទុកចិត្តគ្នាដ៏ខ្លាំងមួយដែលយើងមានសម្រាប់គ្នាទៅវិញទៅមក It was like kind of family after a while, you know. It just was a certain trust that we had with one another. If I may, I would want to know what are the challenges that you face. បាទប៉ះសិនបើអាចខ្ញុំចង់ដឹងថាតើលោកបានជួបប្រទះបញ្ហាអ្វីខ្លះក្នុងរយៈពេល8ឆ្នាំនេះក្រៅពីរបួសជើងរបស់លោក Well, physically, I mean, the injury was certainly substantial for 4 weeks at the start of our shooting. But របួសខ្ញុំនៅតែធ្ងន់ធ្ងរអស់ជាច្រើនសប្តាហ៍យើងចាប់ផ្ដើមថតភ្លាមហើយយើងមិនបានព្យាយាមស្វែងរកថវិកាជំនួយទុកមុនសម្រាប់គម្រោងនេះនោះទេយើងចាប់ផ្ដើមស្វែងរកថវិកាជំនួយបន្ទាប់ពីយើងត្រឡប់ទៅកាណាដាវិញហើយនេះវាខុសពីគម្រោងភាពយន្តឯកសារធម្មតាដទៃទៀតដែលតែងតែរកថវិកាជំនួយមុននឹងចាប់ផ្ដើមថតអញ្ចឹងបញ្ហាប្រឈមធំគឺស្វែងរកថវិកាជំនួយហើយត្រូវជួលក្រុមការងារថតជាមួយនឹងធនធានតិចតួចដែលយើងមានដៃគូខ្ញុំនិងខ្ញុំក៏ជួបការលំបាកផ្នែកការងារព្រោះសាច់រឿងកាន់តែរីកធំឡើងយើងបានថតវីដេអូសរុបជាង400ម៉ោងយើងមានតួអង្គ12រូបដែលយើងតាមថតដំបូងឡើយពេលយើងកាត់តលើកទី1ភាពយន្តនេះមានរយៈពេល3ម៉ោងអញ្ចឹងយើងត្រូវកាត់នេះកាត់នោះចេញយើងត្រូវរៀបចំទម្រង់សាច់រឿងនេះឡើងវិញ3ដងទម្រាំបានភាពយន្តចុងក្រោយរយៈពេល97នាទីដែលលោកបានទស្សនានោះដូច្នេះបញ្ហាថវិកាគឺលំបាកបំផុតដែលយើងឆ្លងកាត់តែទោះជាយ៉ាងណាក៏ដោយយើងតាំងចិត្តបញ្ចប់ភាពយន្តនេះបាទខ្ញុំយល់ថវិកាជាបញ្ហាដ៏ធំមួយចុះដំណើរការថតឬតាក់ទងជាមួយនឹងសិស្សយ៉ាងម៉េចដែរបើតាមវប្បធម៌ខ្មែរពួកគេប្រហែលជាមិនសូវបើកចិត្តទូលាយដើម្បីឲ្យអ្នកផ្សេងចូលផ្ទះតាមដានរឿងផ្ទាល់ខ្លួនរបស់ពួកគេនោះទេតើលោកបានជួបប្រឈមនឹងបញ្ហានេះដែរទេ That's a good question. I mean, especially from a non-Cambodian. នេះជាសំណួរដែលល្អមួយជាពិសេសសម្រាប់ជនបរទេសនិងជនបរទេសដែលមិនមែនកំណើតអាស៊ីខ្ញុំជឿថាវាអាស្រ័យទៅលើទំនាក់ទំនងដែលយើងមាននៅក្នុងរយៈពេល7ខែដំបូងដូចខ្ញុំនិយាយអញ្ចឹងយើងជិតស្និទ្ធដូចគ្រួសារមួយអញ្ចឹងយើងទុកចិត្តគ្នាខ្លាំងទំនាក់ទំនងស្និទ្ធស្នាលនេះហើយបានជួយសម្រួលដល់បញ្ហាដែលលោកបាននិយាយអំបញ្ញមិញដូច្នេះបន្ទាប់ពី7ខែដំបូងយើងត្រឡប់ទៅកាណាដាវិញតែក្នុងអំឡុងពេល5ឆ្នាំបន្ទាប់យើងត្រឡប់ទៅកម្ពុជាម្ដងម្កាលមួយជើងរយៈពេល2សប្តាហ៍ឬ1ខែយើងនៅរក្សាទំនាក់ទំនងតាម Facebook និងបណ្ដាញសង្គមផ្សេងៗដូច្នេះវាមិនពិបាកនៅក្នុងការរក្សាភាពស្និទ្ធស្នាលនោះទេនៅពេលអ្នកមើលភាពយន្តអ្នកនឹងឃើញថាមានការរំជួលចិត្តជាច្រើនដែលកើតចេញពីបញ្ហាដែលពិបាកនិងសោកសៅខ្លាំងសម្រាប់លោកគ្រូតាវាមិនមែនជារឿងធម្មតានោះទេដែលគាត់បើកចិត្តឲ្យអ្នកដែលគាត់មិនស្គាល់សោះតាមដានរឿងរ៉ាវរបស់គាត់ខ្ញុំគិតថាវាអស្ចារ្យខ្លាំងណាស់ដែលពួកគេទុកចិត្ត Sandra និងខ្ញុំខ្លាំងដូចនេះអ្វីដែលអ្នកឃើញក្នុងភាពយន្តនេះគឺពិតជាស៊ីជម្រៅនិងរំជួលចិត្តមែនទែនមនុស្សជាច្រើនមានប្រតិកម្មយ៉ាងដូចនេះ
តាមពិតទៅនេះជាផ្នែកដ៏អស្ចារ្យមួយរបស់កម្ពុជាដែលខ្ញុំគិតថាมันមានមនុស្សច្រើនទេដែលបានដឹងនិងមើលឃើញភាពយន្តនេះពិតជាបានបង្ហាញពីផ្នែកមួយផ្សេងអំពីប្រទេសកម្ពុជា The film really shows a different part of the country. They want to survive Bogota or not. How much we learn, we will show to the world. We're not afraid. I want my dream come true to myself, to my country, and to our young generation and the world. ចុះទស្សនិកជនមានប្រតិកម្មយ៉ាងដូចម្តេចខ្លះលោកបានបញ្ចាំងភាពយន្តនៅកន្លែងមួយចំនួនរួចហើយមិនអញ្ចឹងទេ យើងបានបញ្ចាំងរឿងនេះជាលើកដំបូងនៅទីក្រុង Long Beach ក្នុងរដ្ឋ California កាលពីឆ្នាំមុនហើយទស្សនិកជនដែលចូលរួមមានចម្រុះមួយផ្នែកជាខ្មែរនិងមួយផ្នែកទៀតគឺជនជាតិអាមេរិកាំងហើយយើងទទួលបានមតិល្អៗពីទស្សនិកជនជាពិសេសទស្សនិកជនខ្មែរក្មេងៗដែលកើតនៅសហរដ្ឋអាមេរិកនិងមិនដែលធ្លាប់ឆ្លងកាត់របបប្រល័យពូជសាសន៍ប៉ុលពតដោយឪពុកម្ដាយរបស់ពួកគេសម្រាប់ក្មេងៗទាំងនោះភាពយន្តនេះជួយឲ្យពួកគេស្វែងរកអត្តសញ្ញាណរបស់ខ្លួនឡើងវិញវាជួយឲ្យពួកគេមានមោទនភាពជាតិដែលបានកើតជាខ្មែរភាពយន្តនេះជាបណ្ដុំព័ត៌មានមួយអំពីខ្មែរសម្រាប់ពួកគេប៉ុន្តែវាក៏ជួយឲ្យពួកគេផ្សារភ្ជាប់ប្រជាជនខ្មែរដែលរស់នៅប្រទេសកម្ពុជាដែលមានដំណើរជីវិតប្រហាក់ប្រហែលគ្នានឹងពួកគេក្នុងការប្រស័យតាក់ទងជាមួយនឹងឪពុកម្ដាយរឿងមួយទៀតដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលខ្លាំងគឺយើងបានទទួលការឆ្លើយតបជាច្រើនពីសារមន្ទីរ Holocaust នៅក្នុងទីក្រុង Montreal និងទីក្រុងផ្សេងៗទៀតដែលពួកគេបានតាក់ទងមកយើងនៅពេលដែលពួកគេដឹងពីខ្សែភាពយន្តនេះភាពយន្តនេះក៏មានផ្ដោតទៅលើប្រធានបទអំពីការប៉ះទង្គិចផ្លូវអារម្មណ៍និងការព្យាបាលការប៉ះទង្គិចផ្លូវអារម្មណ៍ទាំងនេះសារមន្ទីរទាំងនេះពិតជាអាចផ្សារភ្ជាប់បទពិសោធន៍របស់ពួកគេជាមួយនឹងប្រធានបទទាំងនេះដូច្នេះភាពយន្តនេះផ្ដោតទៅលើប្រធានបទច្រើនហើយវាមិនមែនជាភាពយន្តសម្រាប់តែពលរដ្ឋខ្មែរឬអ្នកហាត់ក្បាច់គុននោះទេទស្សនិកជនមានចំនួនកាន់តែច្រើនទៅហើយគ្រប់គ្នាដែលមកមើលភាពយន្តនេះមានការយល់ឃើញរៀងៗខ្លួន បាទខ្ញុំសូមអបអរចំពោះលទ្ធផលនេះបាទអញ្ចឹងតើលោកនឹងមានគម្រោងយករឿងនេះទៅចាក់បញ្ចាំងឲ្យពលរដ្ឋខ្មែរបានមើលដែរទេ ប្រកាសណាស់យើងបានសម្ពោធចាក់បញ្ចាំងភាពយន្ត Surviving Bogota នៅក្នុងរាជធានីភ្នំពេញនៅមហោស្រពភាពយន្តអន្តរជាតិកម្ពុជាកាលពីខែមីនាឆ្នាំនេះយើងក៏មានការសម្ដែងក្បាច់គុន3លើកហើយសម្បត្តិសុទ្ធតែលក់ដាច់ទាំងអស់យើងសប្បាយចិត្តដែលបានឃើញយ៉ាងដូចនេះអ្នកមានតំណែងធំៗក្នុងរដ្ឋាភិបាលក៏បានចូលរួមផងដែរជាក់ស្ដែងរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏បានចូលរួមឥឡូវនេះយើងកំពុងរៀបគម្រោងថានៅដើមឆ្នាំ2019យើងនឹងធ្វើលើសពីនេះដោយសារតែឥឡូវនេះយើងបានដើរចាក់បញ្ចាំងភាពយន្តនេះបានបន្តិចហើយនៅសហរដ្ឋអាមេរិកនិងកាណាដាយើងចង់យកភាពយន្តនេះទៅបញ្ចាំងនៅកម្ពុជាវិញតាមរោងភាពយន្តផ្សេងៗនៅក្នុងខេត្តសៀមរាបនិងនៅតំបន់ជនបទយើងក្រុងចាក់បញ្ចាំងចល័តមួយ អូវាពិតជាលយខ្លាំងណាស់បញ្ចាំងនៅវាលស្រែមែនទេ So you can go to like Kampot មែនហើយយើងអាចទៅខេត្តកំពតឬកំពង់ឆ្នាំងឬកន្លែងណាមួយហើយយើងអាចដំឡើងផ្ទាំងក្រណាត់សនិងចាក់បញ្ចាំងនៅពេលយប់គេអាចលក់ពោតលីងឬអ្វីៗផ្សេងទៀតផងដែរ I'm sure that there will be some vendor trucks of food អូខ្ញុំជឿថានឹងមានអ្នកលក់ច្រើនរទេះលក់ម្ហូបអាហារនិងធុងទឹកអំពៅជាដើមអីបាទ Everyone trying to exactly បាទមែនហើយ So this is my last question. In what way does the បាទនេះជាសំណួរចុងក្រោយរបស់ខ្ញុំតើភាពយន្តនេះបានរួមចំណែកជាវិជ្ជមានអ្វីខ្លះដល់តួអង្គក្នុងភាពយន្តនេះក្បាច់គុនរបស់កតោនិងប្រទេសកម្ពុជាដែរបាទ Well, as I alluded to before, I think it shines a very different light on Cambodia in terms of ដូចខ្ញុំបានលើកឡើងខ្លះមុននេះភាពយន្តនេះបានបង្ហាញឲ្យគេស្គាល់កម្ពុជាក្នុងរូបភាពផ្សេងៗដោយមិនគ្រាន់តែជាភាពយន្តអំពីរបបប្រល័យពូជសាសន៍ការរឹបអូសដីធ្លីឬអំពើពុករលួយដែលប្រហែលជាធ្វើឲ្យមនុស្សទូទៅគិតថាកម្ពុជាមានតែបញ្ហាទាំងនេះភាពយន្តរបស់យើងឆ្លុះបញ្ចាំងពីកម្ពុជាខុសពីនេះគឺជាទីកន្លែងដែលពោពេញដោយកម្លាំងយុវជនហើយវាក៏បង្ហាញពីគុណរបស់កតោនិងកិច្ចខិតខំប្រឹងប្រែងរបស់លោកគ្រូតាសានកំសៀននិងគ្រូរបស់កតោដែលនៅរស់ដទៃទៀតនៅក្នុងការធ្វើឲ្យក្បាច់គុនបុរាណខ្មែរនេះរស់ឡើងវិញ
ហើយនេះជាការលំបាកដែលខ្ញុំគិតថាមនុស្សជាច្រើនអាចនឹងយល់អំពីតម្លៃវប្បធម៌ថាតើវប្បធម៌ខ្មែរល្អនិងអស្ចារ្យប៉ុណ្ណានៅពេលដែលពួកគេបានទស្សនាភាពយន្តនេះហើយខុសប្លែកពីគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប្រទេសជិតខាងនិងពិភពលោកដូចម្តេចខ្លះចំពោះតួអង្គខ្ញុំសង្ឃឹមថាថារ៉ុតនឹងអាចរៀបចំអាជីពរបស់នាងបាននាងជាតារាសម្ដែងហើយក៏ជាកីឡាការិនីខ្មែរក្បាច់គុនចម្រុះ Mixed Martial Arts ដំបូងគេផងដែរដារិតក៏អញ្ចឹងដែរឥឡូវដារិតកំពុងដឹកនាំក្រុមជម្រើសជាតិល្បុក្កតោកម្ពុជាខ្ញុំជឿថាភាពយន្តនេះនឹងជួយឲ្យពួកគេទទួលបានចំណាប់អារម្មណ៍បន្ថែមដើម្បីធ្វើឲ្យអាជីពរបស់ពួកគេមានភាពងាយស្រួលបន្តិច Thank you so much Mr. Boxler Thank you so much បាទសូមអរគុណលោក Boxler និងសូមអបអរសាទរចំពោះភាពយន្តរបស់លោកម្ដងទៀតផងដែរបាទ បាទសូមអរគុណ